សំលេងស្មូតល្វើយដងហើយលឺមកតាមខ្យល់ត្រសៀកពីចម្ងាយចុះម៉ោងជាង8យប់ទៅហើយក្នុងភូមិមានអ្នកណាគេកើតអីខ្ញុំទើបតែមកពីធ្វើការឯទីក្រុងហើយពី3ខែទើបអាចសុំគេមកស្រុកម្ដងបំណងមកលេងពុកម៉ែព្រោះពួកគាត់ទាំងពីរក៏ចាស់ណាស់ទៅហើយផ្ទះខ្ញុំត្រូវចុះពីផ្លូវកៅស៊ូធំធ្វើដំណើរតាមផ្លូវលំដោយថ្មើរជើងចម្ងាយជាង400ម៉ែត្រទើបដល់គិតទៅវារៀងឆ្ងាយគួរសមរថយន្តគេមិនហ៊ានចូលនោះទេដោយសារតែយប់ងងឹតណាមួយផ្លូវក៏វាស្ងាត់ទៀតទើបគេអាចឈប់ត្រឹមតែមាត់ផ្លូវបំបែកចូលមកតែប៉ុណ្ណោះខ្ញុំស្ពីសាកាដូក្នុងដៃកាន់ទូរស័ព្ទ N7 ឈួលវាចុះឡើងក្រែងលោះជន់ប៉ះសត្វពស់ឬសត្វពន្លត់ផ្សេងដែលវាអាចចេញមករកស៊ីថ្មនេះតាមផ្លូវឃើញតែស្រមោលខ្មៅព្រាលនៃមេឃឈើដែលចាំងឆ្លោះពីពន្លឺលោកខែមកលើដីកំពុងយល់យកតិចតាមកម្លាំងខ្យល់ត្រជាក់ត្រសៀកគួរឲ្យព្រឺឆ្អឹងខ្នងហើយយូរម្ដងក៏ត្រូវភ្ញាក់ដោយសារផ្លែដូងឬធាងដូងងាប់បានដាច់ធ្លាក់មកលើកន្ទ្រប់ព្រៃខាងផ្លូវលន់សូប្រោកស្ទើរតែលុះប្រលឹងម្ដងដើរចុះពីផ្លូវជាតិបានប្រហែលមួយសន្ទុះខ្ញុំមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងយ៉ាងម៉េចមិនដឹងទេខណៈឆ្កែក៏លូមកល្វើយយ៉ាងចម្លែកពីក្នុងភូមិលីឡំនឹងសំឡេងស្មូតប្រហែលជាវាលូដោយសារអ្នកភូមិនៅផ្ទះប៉ុននឹងហើយមើលទៅតាមផ្លូវធ្លាប់តែមើលឃើញព្រាលក៏ប្រែជាងងឹតស្លុបចាក់ភ្នែកមិនធ្លុះដោយសារដុំពពកខ្មៅជាច្រើនរស័តមកម៉ាំងបិទពន្លឺព្រះច័ន្ទចិត្តឈឹងទន្ទឹមនឹងសំឡេងផ្គរលាន់បន្តមកពីនេះឆ្ងាយអាចបញ្ជាក់បានថាយប់នេះនឹងមានភ្លៀងកក់ខែយ៉ាងប្រកបដើរយូរខ្ញុំហាក់ដូចមានអារម្មណ៍ថាដូចជាមានអ្នកណាម្នាក់ដើរទន្ទឹមជាមួយខ្ញុំខំឈួលវាមើលជាច្រើនដងដែរតែមិនបានឃើញអ្វីសោះភ្លាមនោះខ្ញុំក៏នឹកឃើញពាក្យចាស់ធ្លាប់បាននិយាយថាពេលយប់ប្រលប់បើព្រឺសម្បុរត្រជាក់ឬភ្ញាក់ខុសប្លែកពីធម្មតាគឺច្បាស់ជាមានពពួកអមនុស្សណាមួយកំពុងនៅក្បែរហើយឬក៏អាចជាជំនាញផ្ទះដែលគេមកឲ្យប្រភ្នូលនៅរឿងអាក្រក់ដែលបំរុងនឹងកើតឡើងមុនចុះបើកណ្ដាលផ្លូវស្ងាត់ជ្រងំអីចឹងមានជំនាញផ្ទះឯណាទៅគឺច្បាស់ណាស់គឺពពួកនឹងតែម្ដងគិតបែបនេះហើយខ្ញុំក៏បន្ថែមល្បឿនជើងដែលកាន់តែលឿនបន្ថែមទៅមុខទៀតមិនតាន់បាត់ភ័យនឹងរឿងអ្នកណាដើរជាមួយផងលុះដើរមកដល់ស្ពានឈើទាលធំដែលអ្នកភូមិខ្ញុំតែងហៅថាស្ពានដំរីស្លាប់ស្រាប់តែបានឃើញស្រមោលនរណាម្នាក់ខ្មៅស្ទង់ឈរយល់យកខ្លួនពីចម្ងាយក្រោមដើមអំពិលទឹកក្បែរនឹងគល់ស្ពានខ្ញុំភ្ញាក់ខ្លួនព្រឺតឈប់មួយកន្លែងសិនរួចយកដៃញីភ្នែកពីបេះដូងក្រែងលោមើលច្រឡំតែទោះជាខំញីយ៉ាងណាស្រមោលនោះមិនបានបាត់ទៅណានោះទេគឺនៅតែឈរត្រេតត្រោតត្រង់កន្លែងនោះដដែលចិត្តមួយគិតថាជាមនុស្សទេឯចិត្តមួយទៀតគិតថាមនុស្សឯណាមកឈរនៅក្បាលស្ពាននេះម្នាក់ឯងទាំងយប់អាត្រៀតនោះព្រោះនៅទីនេះស្ងាត់ខ្លាំងណាស់ណាមួយស្ពាននេះក៏ធ្លាប់មានប្រវត្តិមិនតិចនោះទេខ្យល់ត្រជាក់បន្តបត់ធ្លាក់មកមួយវឹបឥតស្រាកស្រានរុញច្រានមេឃឈើឲ្យរំកើយល់យកទៅមកដាច់ដោយទាំងស្លឹកអំពិលទឹកងាប់ធ្លាក់មកជាប់នឹងក្បាលរបស់ខ្ញុំដែលកំពុងឈរនៅពីក្រោមក្នុងចិត្តចេះតែគិតខ្លាចតែជើងចាប់ផ្ដើមដើរទៅមុខយឺតសន្សឹមដោយប្រុងប្រយ័ត្នខណៈដៃកំពុងបញ្ចាំងពិលទូរស័ព្ទតែក៏មិនអាចមើលបានឆ្ងាយព្រោះភ្លើងវាខ្សោយខ្លាំងពេកដើរចូលកាន់តែគៀកនឹងស្រមោលនោះច្រមុះរបស់ខ្ញុំស្រាប់តែបានធំក្លិនភាយដកដង្ហើមសឹងមិនចង់រួចមិនអស់ចិត្តខ្ញុំនៅតែបន្តដើរចូលកាន់តែជិតមែនទែនម្ដងនេះស្អីក៏ស្អីទៅចោះមនុស្សឲ្យដឹងថាមនុស្សខ្មោចឲ្យដឹងថាខ្មោច
ដៃម្ខាងរបស់ខ្ញុំខ្ទប់ច្រមុះឯដៃម្ខាងទៀតលើកពិលទូរស័ព្ទបញ្ចាំងមើលថាតើគឺជាអ្នកណាឲ្យប្រកាសពុទ្ធោតាមពិតនេះគឺជាតាយាសោះកំពុងស្រវឹងស្រាសឈោត្រេតត្រោតថែមទាំងខ្លួនភីក្លិនល្មុតទុំចេញមកដកដង្ហើមសឹងមិនចង់រួចខ្ញុំឯណេះស្មានថាជាខ្មោចលុះប្រលឹងអស់រលីងតាយាគាត់អត់មានសាច់ញាតិនោះទេហើយតាំងពីតូចមកឃើញតែគាត់ស្រវឹងចប់អត់មានថ្ងៃស្វាងអាក្មេងៗក្នុងភូមិសតតែខ្លាចគាត់គ្រប់គ្នារួមទាំងខ្ញុំម្នាក់ផងដែរព្រោះគាត់តែងតែបន្លាចថាអាក្មេងៗណាតែហ៊ានអត់ស្លៀកខោប្រយ័ត្នអញគ្រាវវះយកថ្លើមទៅក្លែមស្រាបាត់អស់ហើយដោយសារតែភ្នែករបស់គាត់ធំសក់រួញសម្បុរខ្មៅផងនោះគឺគ្រាន់តែក្មេងៗឃើញគាត់ដើរត្រេតត្រោតពីចម្ងាយដឹងតែរត់បាត់ជើងសព្រាតលុះរហូតដល់ខ្ញុំធំប៉ុណ្នេះទើបលេងខ្លាចតែបែរជាអាណិតគាត់វិញព្រោះគាត់រស់នៅសពថ្ងៃអាស្រ័យដោយអ្នកភូមិហុចនេះបន្តិចហុចនោះបន្តិចចំណែកស្រាដែលគាត់បានមកពីណាផឹកនោះខ្ញុំមិនសូវដឹងច្បាស់នោះទេតែអ្វីដែលខ្ញុំដឹងនោះគឺឃើញតែគាត់ស្រវឹងបែបនេះជាប់រហូតដល់ឃើញច្បាស់ថាជាតាយាខ្ញុំរៀងធូរចិត្តជាខ្លាំងរួចសួរទៅកាន់គាត់ថាតាយាមិនទៅផ្ទះមកឈរអីទីនេះម្នាក់ឯងទំនងដូចជាស្រវឹងដល់តោនទៅហើយគាត់មិនបានឆ្លើយនោះទេគិតតែពីឈ្ងោកមុខយកខ្លួនចុះឡើងខ្ញុំយកដៃទៅអង្រួនស្មាគាត់2-3 ដងដែរតែគាត់ដូចជាគ្មានស្មារតីនៅនឹងខ្លួននោះទេដោយសារមិនអាចទុកគាត់ចោលឲ្យនៅក្នុងសភាពបែបនេះម្នាក់ឯងខ្លាញ់លោគាត់ជួបគ្រោះថ្នាក់ខណៈមេឃក៏ងងឹតណាស់ទៅហើយណាមួយបងប្អូនកូនចៅក៏គ្មានទៀតខ្ញុំក៏សម្រេចចិត្តថាគ្រាគាត់ដើរចូលទៅក្នុងភូមិជាមួយខ្ញុំតែម្ដងគឺថាផ្ទះរបស់ខ្ញុំនៅកណ្ដាលភូមិឯផ្ទះរបស់គាត់នៅឯចុងភូមិឯណោះគឺជាប្រភេទផ្ទះខ្ទមរនាបឫស្សីផុតពីដីសំល្មមមួយដំបូលប្រក់ស្បូវនិងជញ្ជាំងស្លឹកត្នោតខ្ញុំគ្រាគាត់ផងខំប្រឹងអត់ដង្ហើមខ្លួនឯងផងខណៈក្លិនភាចេញមកពីខ្លួនគាត់ម្ដងខ្ញុំឯណេះសឹងតែដាច់ដង្ហើមស្លាប់ណាមួយគ្រាមនុស្សដែលគ្មានស្មារតីក្នុងខ្លួនឆ្លងស្ពានវាមិនមែនងាយស្រួលឯណាស្ពានក៏ខ្ពស់ថែមទាំងគ្មានបង្កាន់ដៃទៀតខាងក្រោមសុទ្ធតែដុំថ្មធំនិងព្រៃដោះយ៉ាងអប់ទ្រប់ងងឹតឈឹងបើធ្លាក់ទៅច្បាស់ជាគ្មានអ្នកណាដឹងនោះទេតែយ៉ាងណាចេះតែទ្រាំទៅគ្រាន់បើជាងទុកគាត់ចោលជំហានឈានដើរលើស្ពានឈើលន់សូព្រឹបជួនខ្យល់បក់មកមួយវឹបនាំយកទាំងដំណក់ទឹកមួយតក់មកលើក្បាលអាចបញ្ជាក់បានថាយប់នេះនឹងមានភ្លៀងយ៉ាងប្រកបផុតតែពីស្ពាននេះពួកយើងក៏មកដល់ក្នុងភូមិនិងស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ឆ្កែអ្នកស្រុកសម្រុកលើកតបជាង10ក្បាលមកចោមរោមតាមពីក្រោយព្រោះផងលូផងឡើងត្រហឹងពេញភូមិអាចប្រណាំងជាមួយនឹងមេក្រូដែលកំពុងចាក់បានផ្លូវក្នុងភូមិឃើញមានអំពូលពងមាន់ចងបន្តោងមួយតាមមុខរបងផ្ទះនិងកំពុងយល់យកចុះឡើងតាមកម្លាំងខ្យល់បក់បង្ហាញឲ្យឃើញផ្លូវលំគ្រោះក្រហមបានច្បាស់គួរសមតែក៏មានអ្នកខ្លះគេសន្សំសំចៃមិនបានបើកដល់ថ្មនេះនោះទេគឺកន្លែងខ្លះភ្លឺកន្លែងខ្លះក៏ងងឹតដោយផ្ទះមិនយូរប៉ុន្មានក៏មកដល់មុខផ្ទះរបស់ខ្ញុំខណៈឆ្កែនៅតែបន្តតាមមកចោមរោមព្រុសរហូតលឺដល់ម៉ែបានចេញមកឈរសម្លឹងពីលើផ្ទះមកផ្ទះរបស់ខ្ញុំគឺជាប្រភេទផ្ទះឈើធំគួរសមមានជើងសសរខ្ពស់ផុតហួសពីដីនិងមានគ្រែឫស្សីមួយទុកគ្រាន់អង្គុយលេងនៅពីក្រោមចំណែកទ្វាររបងនៅពីមុខខ្ញុំនេះគឺជាប្រភេទទ្វារធ្វើពីជំរាកឫស្សីត្រឹមទ្រូងប៉ុណ្ណោះភ្លាមនោះ
ខ្ញុំក៏ដាក់តាយ៉ាចុះសិនរួចនិយាយទៅកាន់គាត់ថានៅចាំខ្ញុំត្រង់នេះសិនហើយខ្ញុំឡើងទៅលើផ្ទះយកអីវ៉ាន់ទុកមួយផ្លេតថាហើយតាយ៉ាក៏នៅតែមិនតបតែឃើញគាត់ឈររៀងត្រង់ខ្លួនជាងមុនទំនងដូចជាបានស្វាងខ្លះហើយភ្លាមនោះម៉ែក៏ស្រែកពីលើផ្ទះមកថាហើយអ្នកណាមករកអីទាំងយប់ថ្មហ្នឹងបន្ទាប់មកខ្ញុំក៏តបទៅគាត់វិញថាបាទម៉ែគឺខ្ញុំបន្ទាប់ពីគាត់ដឹងថាជាខ្ញុំម៉ែក៏ប្រញាប់ចុះមកដោះសោច្រវាក់ដែលបានចាក់ជាប់ទ្វាររបងដើម្បីឲ្យខ្ញុំបានចូលមកដល់លើគ្រែឫស្សីក្រោមផ្ទះខ្ញុំក៏រូតរះដាក់សាក់កាដូចុះទាំងសភាពហត់ដកដង្ហើមសឹងមិនដល់គ្នាខណៈម៉ែក៏តាមមកអង្គុយក្បែររួចសួរមកកាន់ខ្ញុំថាម្ដេចមកដល់ផ្ទះយប់ម្លេះកូនម៉ោងជាង 9 កន្លះទៅហើយខ្ញុំកំពុងហត់មិនបានតបទៅគាត់ភ្លាមនោះទេតែដូចជាចាប់អារម្មណ៍ថាបាត់ពុកទើបសួរទៅកាន់ម៉ែថាចុះពុកបាត់ទៅណាបានជាមិនឃើញម៉ែក៏ឆ្លើយមកកាន់ខ្ញុំវិញថាពុកឯងទៅជួយកម្មវិធីបុណ្យគេស្មូតដែលកំពុងលឺនឹងកូនខ្ញុំជ្រួញចិញ្ចាមបន្តិចព្រោះឆ្ងល់តាំងពីផ្លូវចូលមកម្លេះថាតើមានអ្នកណាគេស្លាប់ទៅប្រញាប់សួរទៅម៉ែថាចុះនៅចុងភូមិនឹងមានអ្នកណាគេកាត់អីម៉ែភ្លាមនោះម៉ែក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរមកថាកូនឯងទើបតែមកដល់មិនដឹងនោះទេមេក្រូបុនដែលកំពុងលឺនេះគឺតាយ៉ាបានស្លាប់កាលពីថ្ងៃមិញឮគេថាស្រវឹងស្រាដើរធ្លាក់ពីលើស្ពានបាក់ក៏ស្លាប់គឺស្ពានឆ្លងចូលមកភូមិយើងនេះឯងខ្ញុំឮហើយស្រឡាំងកាំងមួយរំពេចព្រោះថាតាយ៉ាខ្ញុំទើបតែគ្រាមកមុននេះទេទើបប្រញាប់សួរបញ្ជាក់ទៅកាន់ម៉ែនិយាយលេងសើចទេដឹងមុននឹងខ្ញុំទើបតែគ្រាតាយ៉ាមកជាមួយគ្នាតើខ្ញុំសួរទាំងខ្លួនឯងកំពុងភ័យបុកពោះព្រោះខ្លាចរឿងវាដូចអ្វីដែលកំពុងគិតភ្លាមនោះម៉ែក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរថានេះជីវិតមនុស្សណាកូនឲ្យម៉ែនិយាយលេងសើចបានយ៉ាងម៉េចមិនអស់ចិត្តខ្ញុំក៏គិតថានឹងនាំម៉ែទៅមើលតាយ៉ាដែលខ្ញុំឲ្យគាត់នៅចាំមុខផ្ទះភ្លាមនោះខ្ញុំក៏ទាញដៃម៉ែឲ្យទៅមើលតាយ៉ាជាមួយគ្នាព្រមទាំងនិយាយទៅកាន់ម៉ែបណ្ដាថាតាយ៉ាស្លាប់យ៉ាងម៉េចទៅបើខ្ញុំជាអ្នកគ្រាគាត់ចូលភូមិជាមួយគ្នាមុននេះឯងខ្ញុំនិយាយខណៈដែលក្នុងចិត្តកំពុងភ័យបុកពោះមកដល់រឿងដែលខ្ញុំកំពុងភ័យស្រាប់តែបានកើតឡើងមែននៅមុខរបងផ្ទះបាត់ស្រមោលតាយ៉ាមិនឃើញតតែសោះមិនដឹងថាគាត់ទៅណាលឿននោះលឿនខ្ញុំខំរកគាត់នៅចិត្តនឹងដែរតែមិនបានឃើញពីវត្តមានរបស់គាត់សោះភ្លាមក្បាលរបស់ខ្ញុំក៏ចាប់ផ្ដើមព្រឺឡើងសឹងប៉ុនកញ្ជើឃើញទឹកមុខរបស់ខ្ញុំប្រែទៅជាស្រឡាំងកាំងឈោកាំងអស់មួយសន្ទុះម៉ែដែលកំពុងឈរក្បែរនឹងខ្ញុំនោះក៏ប្រែទឹកមុខទៅជាស្លន់ស្លោដូចនឹងខ្ញុំដែររួចក៏ប្រញាប់អូសដៃខ្ញុំចូលទៅក្នុងផ្ទះវិញយ៉ាងលឿននិងបិទទ្វាររបងលន់សូរប្រាវភ្លាមមកដល់ក្រោមផ្ទះវិញឃើញម៉ែក៏បានចូលទៅចង្ក្រានបាយជោគយកអង្ករមួយកំប៉ុងដែលសំដៅទៅមុខផ្ទះទាំងសភាពប្រញាប់ប្រញាល់រួចបាចអង្ករទាំងនោះទៅក្រៅរបងក្នុងន័យប្រដេញភាវៈមិនល្អណាមួយឲ្យចេញទៅឲ្យឆ្ងាយរួចរាល់ទើបគាត់មកអង្គុយលើគ្រែក្បែរខ្ញុំនិងសួរមកកាន់ខ្ញុំទាំងទឹកមុខស្លន់ស្លោថាកូនឯងទៅជួបតាយ៉ានៅឯណាចុះរឿងវាយ៉ាងម៉េចទៅវិញកូនភ្លាមនោះខ្ញុំក៏រៀបរាប់រឿងហេតុដែលខ្ញុំជួបតាយ៉ាប្រាប់ទៅកាន់ម៉ែតាមដំណើររឿងស្ដាប់ចប់ម៉ែយកដៃមករឹតទ្រង់រួចនិយាយមកកាន់ខ្ញុំថាកូនឯងច្បាស់ជាត្រូវខ្មោចតាយ៉ាលងជាមិនខានហើយព្រោះតាយ៉ាបានស្លាប់តាំងពីថ្ងៃខ្ទង់ម៉ោង 3 ម៉ោង 4 នេះទេ
ស្ដាប់ម៉ែនិយាយចប់ខ្ញុំដូចជានៅមិនសុខយ៉ាងម៉េចមិនដឹងនោះទេទើបនិយាយទៅកាន់ម៉ែថាខ្ញុំនឹងទៅផ្ទះតាយាបន្តិចដើម្បីមើលឲ្យបានច្បាស់ណាមួយពុកក៏កំពុងនៅទីនោះស្រាប់ខណៈដែលខ្ញុំដើរចេញទៅក៏ស្រាប់តែបានឃើញពូមឿននិងពូមេតដើរទៅផ្ទះបុណ្យជាមួយគ្នាភ្លាមនោះគាត់ក៏សួរមកកាន់ខ្ញុំដែលកំពុងចាក់សោរបងថាអាលឹបបាត់មុខបាត់មាត់ទៅណាមួយរយៈនេះឯងទៅកំដរសពតាយាដែរមែនខ្ញុំក៏ឆ្លើយទៅកាន់គាត់ទាំងពីរថាបាទពូអត់ហ៊ានកំដរនោះទេព្រោះកាលពីខ្ញុំទើបតែចូលមកដល់ភូមិមុននេះខ្មោចតាយាបានលោកខ្ញុំយ៉ាងចាស់ដៃតែម្ដងពូមឿននិងពូមេតធ្វើទឹកមុខភ្ញាក់ផ្អើលនិងសួរមកកាន់ខ្ញុំភ្លាមថាចុះឯងឃើញតាយាយ៉ាងម៉េចខ្លះទៅបន្ទាប់មកពួកយើងទាំង3នាក់ក៏ដើរទៅផ្ទះតាយាបណ្ដើរឯខ្ញុំរៀបរាប់រឿងដែលខ្ញុំបានជួបប្រាប់ទៅពួកគាត់ទាំងពីរបណ្ដើរស្ដាប់ចប់ពូមឿនក៏លន់មកថាអើអីចឹងតើបានជាអញឃើញវាដើរចូលមកក្នុងភូមិឆ្កែតាមព្រុសឡើងត្រហឹងថែមទាំងស្ពីសាក់កាដូមើលទៅដូចជាធ្ងន់ណាស់អញ្ចឹងដឹងអីអានេះគ្រាខ្មោចតាយាសោះតែពេលនោះអញពិតជាឃើញឯងដើរតែម្នាក់ឯងពិតមែនភ្លាមនោះពូមេតក៏បាននិយាយម្ដងថាអញថាហើយតែខ្មោចតៃហោងគឺដឹងតែលោកសាហាវណាស់អញស្មានដឹងតាំងពីពេលដែលអញចុះទៅយកសពរបស់គាត់នៅក្រោមស្ពានមកម្លេះសភាពសពពិបាកមើលខ្លាំងណាស់ព្រោះពេលធ្លាក់ទៅនោះចំនឹងថ្មមួយផ្ទាំងយ៉ាងធំបណ្ដាលឲ្យបាក់ដៃបាក់ជើងលលាក្បាលមួយជំហៀងខាងស្ដាំបែកខ្ទេចវល់មើលលែងចង់យល់ចំណែកកបាក់ទៅក្រោយទន់រលាករលាក់ហូរឈាមសស្រាក់ឡើងជោកខ្លួនជោកដោយទាំងអញដែលចុះទៅយកខ្មោចគាត់ទៀតមិនតាន់បាត់ភ័យរឿងខ្មោចតាយាលងផងដល់ដឹងពីសភាពពេលគាត់ស្លាប់ខ្ញុំឯណេះកាន់តែភ័យរន្ធត់តក់ស្លុតកាន់តែខ្លាំងថែមទៀតមកដល់មុខរបងផ្ទះតាយាតាអាចារ្យបានបិទមីក្រូបុនល្មមព្រោះម៉ោងធ្លាក់ដល់10យប់ទៅហើយនៅមុខផ្ទះរបស់គាត់អត់បានសង់ជារោងឲ្យបានត្រឹមត្រូវនោះទេគឺត្រឹមចងតង់កៅស៊ូខៀវនិងដាក់គ្រែឫស្សីមួយគ្រាន់បានអ្នកភូមិអង្គុយកំដរប៉ុណ្ណោះក៏ព្រោះដោយសារគាត់គ្មានសាច់ញាតិឬបងប្អូនកូនចៅនោះទេហើយបុណ្យធ្វើទៅបានក៏ដោយសារតែអ្នកភូមិសាមគ្គីគ្នាម្នាក់មួយដៃមួយជើងប៉ុណ្ណោះគិតទៅរៀងអាណិតក៏ដែរគឺអាណិតក៏អាណិតខ្លាចក៏ខ្លាចដោយឡែកអ្នកដែលបានមកចូលរួមកំដរសពក៏មិនច្រើនប៉ុន្មានឃើញមានពុកអ៊ំប្រុស5-6នាក់ពូមឿនពូមេតដែលមកជាមួយខ្ញុំមុននេះប៉ុណ្ណោះកំពុងអង្គុយផឹកតែជជែកគ្នាលេងនៅលើគ្រែក្រោមតង់មុខផ្ទះនេះឯងបន្ទាប់ពីជម្រាបសួរអ៊ំព្រមទាំងពុករួចរាល់ខ្ញុំក៏ដើរទៅអើតមើលក្នុងផ្ទះស្លឹករបស់តាយាបន្តិចឃើញមានអាចារ្យម្នាក់ដែលខ្ញុំស្គាល់យ៉ាងជាក់ថាជាតាមានកំពុងអង្គុយមើលសៀវភៅធម៌ក្បែរសពរបស់តាយាដែលដេកគ្រងគ្របទៅដោយក្រណាត់សមួយផ្ទាំងព្រមទាំងមានទៀនជាច្រើនដើមដុតបំភ្លឺជុំវិញសពតែយ៉ាងណាខ្ញុំក៏អាចសង្កេតឃើញថាក្រណាត់សដែលគ្របលើសពតាយានោះត្រង់ក្បាលគឺសើមដោយឈាមយ៉ាងជោគជាំទំនងចេញមកពីសពរបស់គាត់នោះឯងព្រោះឮពូមេតនិយាយថាក្បាលរបស់តាយាមួយចំហៀងគឺបែកឡើងខ្ទេចវល់មើលលែងចង់យល់ទៅហើយខ្ញុំមិនហ៊ានឡើងទៅមើលសពរបស់គាត់នោះទេទើបដើរត្រឡប់មកអង្គុយលើគ្រែក្រោមតង់កៅស៊ូក្បែរពុកស្ដាប់ចាស់ជជែកគ្នាក្នុងនោះអ៊ំម្នាក់ឈ្មោះអ៊ំផាន់បានដកដង្ហើមធំរួចនិយាយថាត្រង់ស្ពាននោះយកមនុស្សឲ្យរស់តែឆ្នាំខ្ញុំគិតថានៅទីនោះច្បាស់ជាមានគេកាន់ជាក់ជាមិនខានភ្លាមនោះអ៊ំសាក់ដែលនៅទីនោះដែរបាននិយាយតថាគឺច្បាស់ជាអញ្ចឹងហើយព្រោះប្រវត្តិស្ពាននោះ
ពិតមិនធម្មតានោះទេខ្ញុំលឺហើយដូចជាចាប់អារម្មណ៍ទើបសួរទៅកាន់អ៊ំសាក់ថាមិនធម្មតាយ៉ាងម៉េចខ្លះទៅអ៊ំសាក់គាត់ចាក់ទឹកតែក្តៅហុយហុយមកក្រែបបន្តិចរួចទើបគាត់និយាយថាកាលពីចំនួនខ្ញុំនៅជំទង់ធ្លាប់ឮខ្មោចពុកនិយាយពីរឿងស្ពាននោះប្រាប់ថាមុនចំនួនប៉ុលពតទៅទៀតនៅត្រង់នោះគឺមានស្ពានចាស់មួយមិនដឹងពីសម័យណាមកនោះទេលុះដល់ចំនួនប៉ុលពតចូលមកដល់ពួកវាក៏តម្រូវឲ្យរុះរើស្ពានចាស់នោះចេញព្រោះវាទ្រុឌទ្រោមចាស់ណាស់ទៅហើយពេលរុះរើស្ពានចាស់នោះគេបានជីកឃើញរបស់ចម្លែកជាច្រើនដូចជាឆ្អឹងមនុស្សសម្លៀកបំពាក់បុរាណដាវនិងវត្ថុផ្សេងទៀតដែលទាំងនេះក្រុមប៉ុលពតបានប្រមូលទុកទាំងអស់ថាជារបស់រួមនិងហាមមិនឲ្យនិយាយរឿងនេះចេញទៅក្រៅនោះទេបន្ទាប់ពីដឹងថាទីនោះមានវត្ថុបុរាណពួកវាក៏ហាមគ្រប់គ្នាមិនឲ្យចូលក្បែរកន្លែងនោះតទៅទៀតនោះទេលើកលែងតែមនុស្សប៉ុន្មាននាក់ដែលពួកវាតម្រូវឲ្យទៅធ្វើស្ពាននោះប៉ុណ្ណោះបន្ទាប់ពីក្រុមប៉ុលពតបានប្រមូលយកវត្ថុបុរាណទៅអស់ពួកគេក៏ចាប់ផ្ដើមសាងសង់ស្ពានថ្មីនៅត្រង់កន្លែងនោះតែការសាងសង់ស្ពានថ្មីនេះហាក់ដូចជាមិនមានភាពងាយស្រួលនោះទេជារឿយតែងតែជួបប្រទះនឹងរឿងចម្លែកផ្សេងនឹកស្មានបណ្ដាលឲ្យមនុស្សជួបគ្រោះថ្នាក់ស្លាប់ក្នុងកំឡុងពេលសាងសង់មិនតិចអ្នកនោះទេគឺស្លាប់ម្នាក់ពួកវាបន្ថែមឲ្យមកធ្វើម្នាក់ទៀតទម្រាំរួចរាល់បន្ទាប់មកនៅត្រង់ស្ពានដែលទើបនឹងសាងសង់រួចនោះក៏คล้ายជាកន្លែងពួកវាយកមនុស្សទៅរៀនសូត្រអស់មិនតិចអ្នកនោះទេខ្ញុំស្ដាប់ឡើងជក់ចិត្តរហូតភ្លេចខ្លួនឯងថាត្រូវខ្មោចតាយ៉ាឡងទើបសួរទៅកាន់អ៊ំសាក់ទាំងឆ្ងល់ថារៀនសូត្រយ៉ាងម៉េចទៅវិញអ៊ំសាក់ញញឹមតិចរួចនិយាយមកកាន់ខ្ញុំថាគឺពួកវាយកមនុស្សណាដែលធ្វើខុសទៅសម្លាប់រួចទម្លាក់ចោលទៅក្រោមស្ពាននោះមិនដឹងមនុស្សស្លាប់នៅទីនោះអស់ប៉ុន្មានអ្នកនោះទេគ្រាន់តែដើរក្បែរក្លិនស្អុយអាសោចនៃសាកសពទាំងចាស់ទាំងថ្មីភាយមកដកដង្ហើមសឹងមិនរួចគិតទៅពួកនេះវាសាហាវណាស់ហើយមេក្រុមនៅចំនួននឹងគេហៅថាមេកងគឺជាអ្នកភូមិគ្នាឯងនេះហើយដែលតែងតែចាក់រុកទៅថ្នាក់លើថាអ្នកនេះក្បត់អ្នកនោះក្បត់នឹងយកទៅបាញ់ចោលអស់ជាច្រើនអ្នកដោយសារការស្អប់និងចង់បានមុខមាត់អ៊ំសាក់គាត់បន្ថែមទៀតថាតាមពិតទៅគាត់ក៏កើតតន់ចំនួននោះដែរតែការនោះគាត់នៅក្មេងខ្លាំងពេកទើបមិនអាចចាំហេតុការណ៍នៅត្រង់ចំណុចស្ពាននោះបានច្បាស់ដូចជាខ្មោចពុករបស់គាត់ស្ដាប់អ៊ំសាក់គាត់និយាយចប់ទើបខ្ញុំបានគិតយល់ថាតាមពិតមនុស្សគ្នាឯងនេះទេគឺគួរឲ្យខ្លាចជាងខ្មោចទៅទៀតព្រោះតែការស្អប់ការច្រណែនបើជាហ៊ានធ្វើរឿងផ្សេងនាំទុកដល់អ្នកដទៃស្លូតត្រង់ទាំងដែលខ្លួនឯងអត់ខំធ្វើអ្វីឲ្យគេឃើញថាល្អប្រសើរសោះយប់កាន់តែជ្រៅអាកាសធាតុកាន់តែចុះត្រជាក់រីឯខ្យល់ក៏ធ្លាក់មកកាន់តែខ្លាំងបក់បោកយល់យកដើមឈើធំតូចជុំវិញបណ្ដាលឲ្យអ្នកកំដរសពគ្រប់គ្នាមានការព្រួយបារម្ភក្រែងលោយប់នេះអាចមានភ្លៀងធ្លាក់ខ្លាំងច្បាស់ជាពិបាកជាមិនខានពិតជាដូចការគិតទុកមែនភ្លាមស្រាប់តែខ្យល់ដែលកំពុងបក់ខ្លាំងក៏នាំយកដោយទាំងរលឹមរាវបណ្ដាលឲ្យពួកយើងរត់ឡើងទៅជ្រកលើផ្ទះតាយ៉ាសឹងមិនទាន់ព្រោះខាងក្រៅខ្យល់បក់ខ្លាំងណាស់ណាមួយក៏សាចខ្លាំងទៀតផងពួកយើងគ្នាជាង10នាក់មកអង្គុយផ្ដុំគ្នាយ៉ាងណែនពេញផ្ទះដោយមានសាកសពតាយ៉ាគ្រងគ្របដោយក្រណាត់សស្ដុកស្ដឹងនៅចំកណ្ដាលនេះបើមានរឿងអីមិនស្រួលកើតឡើងមិនដឹងរត់ទៅផ្លូវណានោះទេតែខ្ញុំអង្គុយចិត្តទ្វារជាងគេរៀងក្រំបាបន្តិចមនុស្សពូកែខ្លាចខ្មោចហើយទៅណាជួបតែខ្មោច
នឹងមកជាប់នៅក្នុងផ្ទះជាមួយសាកសពទៀតនេះសំណាងចេះមានគ្នាច្រើនសហភាពក្នុងផ្ទះក៏មិនសូវល្អប៉ុន្មានដែរព្រោះជាប្រភេទផ្ទះស្លឹកចាស់ធ្លុះធ្លាយដោយកន្លែងតែអ្វីដែលធ្វើឲ្យគ្រប់គ្នាមិនស្រួលចិត្តនោះគឺដំបូលផ្ទះរបស់តាយ៉ាដែលធ្វើអំពីស្បូវឃើញមានស្នាមឆេះបង្កជាប្រហោងធ្លុះប្រហែលប៉ុនចានបាយបណ្ដាលឲ្យមានសាច់ទឹកស្រក់ចូលមកចំពីលើសាកសពរបស់តាយ៉ាតែម្ដងភ្លាមស្រាប់តែមានខ្យល់បក់មួយភឹបយ៉ាងខ្លាំងសឹងតែរំកើផ្ទះបណ្ដាលឲ្យរលត់ទៀនអស់ជាច្រើនដើមដែលដុតនៅជុំវិញសពតាយ៉ាពេលនេះទាំងអ្នកខ្លាចនិងអ្នកមិនខ្លាចចាប់ផ្ដើមលេបទឹកមាត់បន្តិចហើយព្រោះសភាពការដូចជាមិនសូវស្រួលឃើញទឹកមុខគ្រប់គ្នាដូចជាភ័យបារម្ភតាមានដែលជាអាចារ្យបាននិយាយបង្វែររឿងដោយឲ្យពុកនិងពូមឿនជួយគ្នាដុតទៀនដែលរលត់នោះមកវិញខណៈដែលពុកនិងពូមឿនកំពុងដុតទៀននោះខ្ញុំក៏អាចសង្កេតឃើញថាទឹកមុខរបស់តាមានដូចជាកំពុងព្រួយបារម្ភពីរឿងអ្វីមួយនិងសម្លឹងមើលទៅសពរបស់តាយ៉ាមិនដាក់ភ្នែកសោះភ្លាមនោះស្រាប់តែឮសំឡេងប្រោកនៅលើដំបូលផ្ទះហាក់ដូចជាមានសត្វអ្វីម្យ៉ាងបានលោតឡើងមកខាងលើបង្កជាភាពភ្ញាក់ផ្អើលដល់អ្នកគ្រប់គ្នានិងងើយសម្លឹងតាមសំឡេងនោះដោយប្រុងប្រយ័ត្នភ្លាមសំឡេងសត្វឆ្មាក៏យំឡើងរញៀវពេញលើដំបូលផ្ទះហើយតាមសំឡេងនោះមិនមែនមានតែមួយក្បាលនោះទេទំនងជា 4-5 ក្បាលឯណោះកំពុងស្រែកញៀវញ៉ាវឡើងត្រហឹងធ្វើឲ្យពួកយើងស្រឡាំងកាំងបើកភ្នែកធំគ្រប់គ្នាដល់ដឹងថានៅលើដំបូលនោះសុទ្ធតែជាសត្វឆ្មាតាមានក៏បង្កប់ឲ្យពូមេតប្រញាប់ចេញទៅក្រៅទាំងមេឃកំពុងភ្លៀងរលឹមដើម្បីដេញឆ្មាទាំងនោះឲ្យចេញទៅឲ្យឆ្ងាយព្រោះមិនអាចឲ្យសត្វឆ្មាមកក្បែរសពបាននោះទេជាពិសេសខ្មោចដែលស្លាប់តៃហោងនឹងតែម្ដងបើហ៊ានតែប្រហែសឲ្យវាលោតក្រឡងបានច្បាស់ជាអាសន្នធំទាំងយប់ជាក់ជាមិនខានពេលនេះគ្រប់គ្នានៅក្នុងផ្ទះសុទ្ធតែបង្ហាញទឹកមុខភ័យខ្លាចនិងអង្គុយលេងសុកគ្រប់គ្នារួមទាំងខ្ញុំម្នាក់ផងដែរបន្តិចក្រោយមកពួកឆ្មាទាំងនោះក៏ផ្អើលរត់ចេញទៅអស់ព្រោះបាត់សំឡេងពួកវាស្រែកទំនងពូមេតបានដេញវាទៅអស់ហើយពូមេតបានដើរត្រឡប់ចូលមកក្នុងផ្ទះវិញទាំងសភាពទៅទឹកក្បាលស្រកក់ព្រោះខាងក្រៅមេឃកំពុងរលឹមតែខ្យល់ហាក់ដូចជាបោកបក់ខ្លាំងណាស់មួយភឹបសឹងតែប៉ើងដំបូលផ្ទះធ្វើឲ្យសភាពការនៅក្នុងផ្ទះនេះកាន់តែតានតឹងខ្លាំងឡើងសភាពការមិនទាន់បានធូរស្បើយស្រួលបួលផងភ្លាមស្រាប់តែមានឆ្មាអោងខ្មៅមួយក្បាលយ៉ាងធំសឹងប៉ិនផ្លូវបានទម្លាក់ខ្លួនចូលមកតាមប្រឡោះដំបូលដែលមានស្នាមឆេះធ្លុះមកលើសាកសពរបស់តាយ៉ាលន់សូប្រាវភ្លាមអ្នកគ្រប់គ្នាដែលកំពុងអង្គុយជុំវិញសពក៏រំកិលថយក្រោយឯបជញ្ជាំងភ្លាមខណៈដែលឆ្មាមួយក្បាលនោះកំពុងស្រែកមេវអង្គុយនៅពីលើសពតាយ៉ានិងបើកភ្នែកធំយ៉ាងចម្លែកសម្លឹងមកពួកយើងបន្ទាប់មកឆ្មាមួយក្បាលនោះបានស្ទុះលោតទៅក្រញ៉ៅតាមានដែលកំពុងអង្គុយក្បែរបង្អួចរួចស្ទុះលោតចេញទៅបាត់ស្រមោលឈឹងបណ្ដាលឲ្យតាមានស្នាមរបួសចេញឈាមរញត្រង់ដៃទ្រូងជាពិសេសគឺផ្ទៃមុខខាងស្ដាំរបស់គាត់ឃើញមានស្នាមក្រញ៉ៅដែលបង្កឡើងពីសត្វឆ្មាមុននេះបានយ៉ាងច្បាស់ខណៈនោះរឿងដែលគួរឲ្យភ័យខ្លាចក៏បានកើតឡើងបន្ទាប់ពីឆ្មាមួយក្បាលនោះបានលោតមកអង្គុយពីលើសាកសពភ្លាមសពរបស់តាយ៉ាស្រាប់តែងើបអង្គុយឆ្ងក់ប៉ើងក្រណាត់សបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសភាពសាកសពគឺពិតដូចជាពូមេតបាននិយាយមែនលោលាក្បាលរបស់គាត់មួយជំហៀងខាងស្ដាំបែកខ្ទេចវល់ក្របភ្នែកទាំងគូលៀនថ្លែចេញមកក្រៅគួរឲ្យញញើតនិងភ័យខ្លាចបំផុតឃើញខ្មោចតាយ៉ាងើបអង្គុយគ្រប់គ្នារៀបបំរុង
ប្រុងនឹងរត់ចេញទៅហើយក៏ប៉ុន្តែត្រូវបានតាមានខត់តន់នឹងនិយាយខ្លាំងថាកុំរត់ឲ្យសោះប្រយ័ត្នលួសប្រលឹងស្លាប់គ្រប់គ្នាត្រូវតាំងស្មារតីឲ្យនឹងណូឮតាមានស្រែកមកសន្ធប់បែបនេះអ្នកគ្រប់គ្នាក៏មានស្មារតីមកវិញបន្តិចហើយតាមានបានប្រាប់បង្គាប់ឲ្យពូមេតនិងពូមឿនរុញសពរបស់តាយ៉ាឲ្យដេកដូចដើមទៅវិញនឹងនិយាយប្រាប់មកពួកយើងថាវាគ្មានស្អីទេគ្រាន់តែសរសៃទាញប៉ុណ្ណោះក៏ប៉ុន្តែទោះគាត់និយាយបែបនេះទៅហើយក៏ដោយគ្រប់គ្នាសុទ្ធតែបានដឹងណាស់ទៅហើយថារឿងនេះមិនធម្មតាដូចដែលគាត់បាននិយាយនោះទេគឺគ្រាន់តែជាពាក្យកុំឲ្យពួកយើងមានការភ័យខ្លាចតែប៉ុណ្ណោះព្រោះសរសៃទាញពេលណាមិនទាញបែរជាមកទាញពេលនេះទៅវិញណាមួយសពរបស់តាយ៉ាបាក់ឆ្អឹងសឹងតែគ្រប់កន្លែងទៅហើយមានសរសៃឯណាមកទាញបានទៀតនោះវាច្បាស់ណាស់ប្រកាសជាមានរឿងអ្វីមិនស្រួលកំពុងកើតឡើងជាមិនខានពូមឿនពូមេតពុកនិងអ៊ំប៉ុន្មានអ្នកទៀតបានជួយគ្នាទាញសពរបស់តាយ៉ាឲ្យដេកដូចដើមវិញរួចទាញក្រណាត់សដែលប្រឡាក់ទៅដោយឈាមជោកដដែលនោះមកគ្របលើសពវិញផងដែរខណៈនោះពួកយើងគ្រប់គ្នាស្រាប់តែទទួលបានក្លិនឆ្អាបឈាមដែលចេញមកពីសាកសពខ្លាំងឡើងទ្រាំសឹងមិនចង់បានទាំងដែលមុននោះអត់មានធំក្លិនអ្វីសោះម្នាក់ចាប់ផ្ដើមមើលមុខគ្នាទៅវិញទៅមកក្នុងសភាពភ័យខ្លាចទំនងមើលដឹងរឿងហេតុដូចជាមិនសូវស្រួលតាមានក៏បាននិយាយទាំងទឹកមុខស្មើមកកាន់ពួកយើងទាំងអស់គ្នាថាខ្មោចនេះស្លាប់ដោយតៃហោងថែមទាំងត្រូវឆ្មាកន្លងទៀតមិនអាចទុកឲ្យដល់ស្អែកបាននោះទេគឺត្រូវយកទៅបញ្ចុះឲ្យចប់សពគ្រប់នៅយប់នេះជាដាច់ខាតបន្ទាប់មកតាមានបានបង្គាប់ឲ្យអ៊ំសាក់និងអ៊ំផាន់ទៅរកកម្លាំងអ្នកភូមិបន្ថែម 4-5 នាក់ទៀតជាប្រញាប់ដើម្បីទៅកាប់រណ្ដៅនៅព្រៃខាងលិចភូមិត្រៀមចាំឲ្យរួចរាល់សល់ប៉ុន្មានអ្នកទៀតត្រូវជួយគាត់រៀបចំនៅទីនេះរួមមានខ្ញុំព្រមទាំងពុកផងដែរបន្ទាប់ពីស្ដាប់តាមានបង្កប់ជាប់អ៊ំសាក់និងអ៊ំផាន់ក៏ចេញទៅរកអ្នកភូមិភ្លាមដើម្បីជាកម្លាំងបន្ថែមក្នុងការកាប់រណ្ដៅបញ្ចុះសពតាយ៉ាយប់កាន់តែជ្រៅអារម្មណ៍ភ័យខ្លាចកាន់តែមានខ្លាំងឡើងខណៈបរិយាកាសជុំវិញឮតែសំឡេងក្អកក្អាត់សត្វល្អិតចង្រិតព្រៃស្រែកយំចេញមកពីក្នុងព្រៃក្បែរដែលកំពុងត្រូវខ្យល់បោកបក់យល់យកទៅមកក្រោមមេឃកំពុងភ្លៀងរលឹមនៅក្នុងផ្ទះតាយ៉ាឯណេះពួកយើងក៏កំពុងមមាញឹកចងរុំសាកសពរបស់តាយ៉ាដោយកន្ទេលកក់តាមការបង្គាប់ប្រាប់របស់តាមានដើម្បីហែយកទៅបញ្ចុះឲ្យទាន់នៅយប់នេះមួយសន្ទុះធំក្រោយមកក៏បានឃើញអ៊ំសាក់និងអ៊ំផាន់បានត្រឡប់មកវិញព្រមទាំងនាំអ្នកភូមិប្រុស 4-5 នាក់ទៀតមកជាមួយហើយពួកគាត់ក៏បានចេញដំណើរទៅកាន់ព្រៃខាងលិចភូមិមុនក្រោមមេឃកំពុងភ្លៀងរលឹមនិងខ្យល់បោកបក់យ៉ាងខ្លាំងនៅផ្ទះតាយ៉ានេះវិញតាមានកំពុងមមាញឹកនឹងរៀបចំគ្រឿងរណ្ដាប់ផ្សេងរបស់គាត់និងបានហុចថង់យាមមកឲ្យខ្ញុំស្ពាយផងដែរក្នុងពេលពួកយើងកំពុងរវល់ខ្ញុំក៏ចាប់អារម្មណ៍ថាទឹកមុខតាមានហាក់ដូចជាខុសប្លែកពីធម្មតាគឺមើលទៅដូចជាភ័យបារម្ភជាមួយនឹងរឿងអ្វីមួយក៏ប៉ុន្តែខ្ញុំមិនបានហ៊ានសួរគាត់នោះទេប្រហែលជា1 ម៉ោងក្រោយមកទៀតពួកយើងក៏រៀបចំរំសាកសពរបស់តាយ៉ារួចរាល់និងចងជាមួយនឹងឫស្សីវែងមួយដើមដើម្បីជាភាពងាយស្រួលក្នុងការសែងលុះវេលាម៉ោងប្រហែលជា11យប់ការដង្ហែសពក៏បានចាប់ផ្ដើមដោយនាំមុខដោយតាមានបន្ទាប់មកគឺពូមឿននិងពូមេតជាអ្នកសែងសាកសពព្រមទាំងខ្ញុំពុកនិងអ្នកស្រុក 4-5 នាក់ទៀតដើរដង្ហែពីក្រោយហើយការដង្ហែសពនេះទៀតសោត
គឺមិនសូវមានអ្នកបានចូលរួមច្រើននោះទេក៏ដោយសារកិច្ចនេះធ្វើទៅដោយមិនមានការត្រៀមទុកជាមុនដោយឡែកកន្លែងកប់សពដែលពួកយើងកំពុងធ្វើដំណើរទៅនេះអ្នកភូមិគ្រប់គ្នាតែងហៅទីនោះថាជាព្រៃខ្មោចដោយហេតុថារាល់ខ្មោចណាគ្មានកន្លែងបញ្ចុះឬគ្មានកន្លែងបូជាគឺតែងតែទៅធ្វើកិច្ចនៅទីនោះជារឿយមិនដឹងប៉ុន្មានចំនួនហើយនោះទេហើយក៏ធ្លាប់មានការលងបន្លាចពីពពួកខ្មោចនៅទីនោះក៏មិនតិចដងនោះដែរហើយប្រវត្តិនៅព្រៃកប់សពនោះខ្ញុំនឹងលើកយកមកនិយាយនៅឱកាសក្រោយណាមួយនិយាយពីការដង្ហែសពនេះវិញការធ្វើដំណើរលើផ្លូវក្នុងភូមិមិនចោទជាបញ្ហាប៉ុន្មាននោះទេព្រោះជាប្រភេទផ្លូវលំគ្រោះក្រហមក៏ប៉ុន្តែផុតចេញតែពីផ្លូវភូមិស្ថានភាពពួកយើងក៏កាន់តែពិបាកព្រោះផ្លូវមិនមានភាពងាយស្រួលនោះទេពេលខ្លះក៏ស្អិតពេលខ្លះក៏រអិលព្រោះតែមេឃនៅតែបន្តរលឹមឥតដាច់គ្រាប់សោះបើតាមសម្ដីរបស់តាមានតាំងពីដំបូងមកគាត់ថាសពនេះគឺត្រូវបូជានោះទេទើបត្រូវតាមក្បួនតែដោយសារមេឃមិនអំណោយផលទើបតម្រូវឲ្យបញ្ចុះវិញតាមផ្លូវយល់តែភាពងងឹតសូនឈឹងរំពឹងធ្វើដំណើរទៅបានក៏ដោយសារពន្លឺភ្លើងកែវពាក់លើក្បាលឈួលវាសចុះឡើងឆ្វេងស្ដាំពីសំណាក់ពួកយើងប៉ុន្មាននាក់ក្រែងលោជន់ប៉ះសត្វអាស័យរពឹសណាមួយបង្កឲ្យកាន់តែខូចការលើសដើមសងខាងរាប់តាមបណ្ដោយផ្លូវគឺដុះទៅដោយដើមឈើធំតូចស្ដុកងងឹតចាក់ភ្នែកមិនធ្លុះជួនក៏ឮសំឡេងឆ្កែព្រុសលូមកពីនាឆ្ងាយល្វើយលាយឡំនឹងសំឡេងខ្លែងស្រាកតាមយំពីលើក្បាលខ្វាក់មិនព្រមទៅណាតតែសោះបន្ទាប់ពីធ្វើដំណើរកាត់ផ្លូវដ៏សែនពិបាកអស់មួយពេលធំពួកយើងក៏មកដល់កន្លែងអ៊ំកាប់អន្លង់ត្រៀមចាំរួចជាស្រេចទទឹងប្រហែល7 ម៉ែត្របណ្ដោយ2 ម៉ែត្រនិងជម្រៅ1 ម៉ែត្រទៀតតាមការបង្គាប់ប្រាប់របស់តាមានពីពេលមុនភ្លាមនោះតាមានប្រាប់ឲ្យពូមឿននិងពូមេតយកសពទៅដាក់ក្បែររណ្ដៅនិងរងចាំគាត់ធ្វើពិធីផ្សេងរបស់គាត់ជាមុនសិនតាមានបានសូត្រធម៌បាលីរបស់គាត់អស់មួយពេលធំទៀតទើបគាត់បាននិយាយឡើងថាដល់ពេលហើយដាក់សពតាយាចុះទៅចុះនៅពេលដែលពួកយើងរៀបបំរុងនឹងលើកសពរបស់តាយាដាក់ចូលក្នុងរណ្ដៅភ្លាមស្រាប់តែពួកយើងចាប់អារម្មណ៍ថាសពរបស់តាយាហាក់ធ្ងន់យ៉ាងចម្លែកមនុស្ស4 ទៅ 5 នាក់ទៅហើយបែរជាមិនអាចលើកសពរបស់គាត់រួចស្របពេលនោះមេឃដែលធ្លាប់តែរលឹមក៏បង្អុរភ្លៀងមកយ៉ាងខ្លាំងធ្វើឲ្យពួកយើងកាន់តែពិបាកថែមមួយកម្រិតទៀតភ្លាមសំឡេងស្រែករបស់តាមានបានស្រែកពីចម្ងាយកាត់ក្រោមដំណក់ទឹកភ្លៀងមកកាន់ពួកយើងថាឲ្យឆាប់ឡើងមិនអាចពន្យាពេលបានតទៅទៀតនោះទេខណៈនោះពុកក៏ប្រញាប់ដើរសម្ដៅទៅតាមាននិងនិយាយអ្វីស្ដាប់មិនបានសោះព្រោះភ្លៀងធ្លាក់ខ្លាំងពេកតែទំនងដូចជាកំពុងប្រាប់ពីបញ្ហាដែលពួកយើងកំពុងជួបប្រទះតាមានក៏ប្រញាប់ដើរមកក្បែរសពរួចនិយាយថាខ្មោចតាយានេះរឹងណាស់មើលទៅមិនស្រួលដូចជាការគិតនោះទេថាហើយគាត់ក៏ឲ្យខ្ញុំហុចថង់យាមទៅគាត់រួចឃើញតាមានបានដកយកនៅក្រណាត់ក្រហមមួយផ្ទាំងទំហំធំជាងបាតដៃបន្តិចនិងគូសវាសនៅអក្សររញ៉េរញ៉ៃទំនងដូចជាយន្តទៅគ្របពីលើមុខសពតាយាបន្ទាប់មកតាមានបាននិយាយមកកាន់ពួកយើងថាឆាប់ឡើងយកសពដាក់ចូលក្នុងរណ្ដៅចុះកុំឲ្យហួសពេលកាន់តែយូរទៀតរឿងហេតុគឺពិតជាចម្លែកជាខ្លាំង
រហូតដល់ថ្នាក់ពួកយើងសម្លឹងមើលមុខគ្នាទៅវិញទៅមកព្រោះសពមុននេះធ្ងន់លើកមិនរួចតែពេលឥឡូវគ្រាន់តែពូមឿននិងពូមេតតែពីរអ្នកសោះក៏អាចធ្វើរឿងនេះបានយ៉ាងស្រួលដោយសារយប់កាន់តែជ្រៅណាស់ទៅហើយពួកយើងក៏ជួយគ្នាម្នាក់មួយដៃមួយជើងកប់លុបរណ្ដៅនោះរហូតរួចរាល់ក៏ប៉ុន្តែរឿងដ៏គួរឲ្យចម្លែកក៏ចេះតែកើតឡើងជាបន្តបន្ទាប់ភ្លាមមេឃក៏ស្រាប់តែរាំងភ្លៀងស្រឡះមកវិញហើយពួកយើងក៏បានធ្វើដំណើរត្រឡប់ចូលមកក្នុងភូមិតាមផ្លូវខ្ញុំបានរៀបរាប់ប្រាប់ពុកជាពិសេសគឺតាមានឲ្យបានដឹងថាតាមពិតទៅខ្ញុំត្រូវខ្មោចតាយ៉ាឡងតាំងពីពេលចូលមកភូមិដំបូងម្លេះក្រោយពីស្ដាប់ខ្ញុំនិយាយចប់តាមានក៏បាននិយាយថាខ្មោចតាយ៉ាប្រកាសជាវល់ក្នុងភូមិមិនព្រមទៅណានោះទេព្រោះជាខ្មោចតៃហោងថែមទាំងត្រូវឆ្មាកន្លងទៀតមកដល់ផ្ទះវិញនៅយប់ដដែលនោះខ្ញុំហាក់ដេកមិនលក់តតែសោះព្រោះចេះតែស្រមៃដល់ខ្មោចតាយ៉ាជាពិសេសគឺសភាពសាកសពដ៏គួរឲ្យញញើតនោះព្រឹកថ្ងៃបន្ទាប់ខ្ញុំបែរជាធ្លាក់ខ្លួនឈឺដេកកន្ទេលងើបមិនរួចសោះមិនដឹងមកពីត្រូវទឹកភ្លៀងកាលពីយប់ឬដោយសារខ្មោចតាយ៉ាលោកនោះទេដោយឡែកចាប់តាំងពីតាយ៉ាបានស្លាប់រាល់ពាក់កណ្ដាលអាត្រៀតឆ្កែនៅក្នុងភូមិតែងតែលូឡើងក្រលួចគួរឲ្យខ្លាចរហូតមានលេចឮដំណឹងមកថាអ្នកខ្លះបានឃើញខ្មោចតាយ៉ាក្នុងសភាពដូចកាលដែលគាត់បានស្លាប់ដើរទៅមកក្រវ៉ាល់ភូមិរាល់យប់មិនព្រមទៅណាតតែសោះធ្វើឲ្យគេគ្រប់គ្នាមានការភ័យខ្លាចសំងំរួញខ្លួនម្នាក់មិនហ៊ានចុះពីលើផ្ទះដោយសារតែមិនអាចទុកឲ្យខ្មោចតាយ៉ានៅអុកឡុកភូមិតទៅទៀតអ្នកភូមិបានប្រជុំគ្នានិមន្តព្រះសង្ឃដល់ទៅ7អង្គរៀបចំប្រារព្ធពិធីប្រោះព្រំបោះកំរោលបញ្ចន់ភូមិបណ្ដេញឧបទ្រពចង្រៃទើបក្រោយមកទៀតលែងសូវមានអ្នកណាបានឃើញខ្មោចតាយ៉ាតទៅទៀត